ព្រឹត្តិការណ៍មួយដែលកងទ័ពថៃចូលទៅបាញ់យុទ្ធនកម្ពុជារបស់យើងពលីម្នាក់គឺលោកសួនរ៉នបាននៅព្រឹកថ្ងៃទី28ឧសភាឆ្នាំ2025ព្រឹកព្រហៀមម៉ោង 5:45 នាទីតាមខ្ញុំចាំដែលទីតាំងលេនដ្ឋានរបស់យើងនៅភូមិដេជោមរកតឃុំដេជោមរកតស្រុកជាំខ្សានខេត្តព្រះវិហារដែលយើងស្គាល់ថាតំបន់មុំ3ហើយខាងថៃហៅថាចុងបោកអីជាដើមប៉ុន្តែខ្ញុំមិនប្រើពាក្យចុងបោកទេគឺតំបន់មុំ3នៃប្រជាជាតិកម្ពុជាយើងគឺស្ថិតនៅក្នុងភូមិមរកតដេជោដូចខ្ញុំបានរៀបរាប់បាញ់មិញនេះបាទដេជោមរកតសំទោសបានអញ្ចឹងយើងឃើញថាបញ្ហានេះវាកើតឡើងនៅខាងភាគីថៃដែលរំលោភបំពានដោយក៏ក្លឿនដោយអយុត្តិធម៌ដល់បញ្ហានេះដោយសារតែគាត់បានចូលទៅបាញ់ទៅដល់លេនដ្ឋានលបបាញ់លបបាញ់ដល់គាត់ប្រើវិធីសាស្ត្រលបនៅពេលទៀបភ្លឺបាទពេលទៀបភ្លឺម្ល៉េះហើយយើងអត់បានមើលឃើញអញ្ចឹងនេះជាបញ្ហាមួយដែលភាគីគាត់បង្កហេតុហើយរាជរដ្ឋាភិបាលទាំងសម្ដេចធិបតីហើយមានការគាំទ្រពីសម្ដេចប្រធានព្រឹទ្ធសភាអំពីការចេញសារនយោបាយច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាមទារយុត្តិធម៌សម្រាប់ការពលីជីវិតរបស់យោធិនរបស់យើងនេះនៅក្នុងសមរភូមិពីព្រោះដោយបានលើកឡើងថានេះមិនមែនករណីដោយការផ្សព្វផ្សាយព័ត៌មានបំភ្លៃពីខាងភាគីថៃទេថាយើងបានដើរទៅចូលខាងថៃអីជាដើមតាមពិតគឺមិនមែនទេគឺយើងមើលតាមរូបភាពយើងមើលតាមរូបដែលបានយើងឃើញតាមប្រភពព័ត៌មានផ្លូវការរបស់យើងគឺខាងថៃបានចូលមកបាញ់បហាកងទ័ពរបស់យើងដែលនេះគឺជាការប្រព្រឹត្តដោយអយុត្តិធម៌ដោយបំពានបាទដើម្បីជាការបង្ហាត់ខ្ញុំនិយាយថាជាការបង្កហេតុតែម្ដងពីព្រោះมันអាចនឹកឃើញសុកកងទ័ពដែលមានការគ្រប់គ្រងជារចនាសម្ព័ន្ធច្បាស់លាស់ហើយមកធ្វើបែបនេះទេអញ្ចឹងហើយកន្លែងនេះយើងនិយាយថាជាចរិតបង្កហេតុរបស់ក្រមយោធាមួយបាទខ្ញុំនិយាយសិនថាក្រមយោធាមួយប្រសិនបើយោធានោះមានការគ្រប់គ្រងច្បាស់លាស់ពីរដ្ឋាភិបាលនឹងវាមានចំណែកពីរដ្ឋាភិបាលប៉ុន្តែខ្ញុំគិតថាបច្ចុប្បន្ននេះនយោបាយផ្ទៃក្នុងរបស់ថៃមានការលំបាកខ្លាំងនៅក្នុងយោធារបស់ថៃបើយើងធៀបនឹងកម្ពុជាយើងគឺមានការខុសគ្នាគឺរដ្ឋាភិបាលថៃហាក់ដូចជាគ្មានលទ្ធភាពបញ្ជាយោធាសមរភូមិបានទេរដ្ឋាភិបាលថៃហាក់ដូចជាមានលទ្ធភាពត្រឹមរដ្ឋបាលក្រសួងការពារជាតិទេប៉ុន្តែកងប្រតិបត្តិការយោធានេះគឺមិនមានទេខ្ញុំមើលឃើញអញ្ចឹងហើយយោធានេះទៅទៀតក៏មានការបែកខ្ញែកជាច្រើនទៀតតាមយើងមើលទៅវាមិនមូលដូចសម័យរាមាព្រះសម្ដេចរាមាមហាក្សត្ររាមាទី9ទេអានេះយើងនិយាយមិនចង់និយាយច្រើនពីផ្ទៃក្នុងរបស់គាត់ប៉ុន្តែផ្ទៃក្នុងរបស់គាត់នឹងតែងតែផ្លុំផ្សាយនយោបាយមកព្រំដែនរបស់យើងរាល់លើកនៅឆ្នាំ2008ក៏ដូចគ្នាការបញ្ចូលតាជីយាយជីមកសូត្រធរសូត្រធ្វើសមាធិអីជាដើមនៅប្រាសាទព្រះវិហារហ្នឹងជាលេសមួយហើយគាត់ក្រោយមកគាត់បញ្ជូនតបក្រោយទៅមានការចូលទៅប្រាសាទតាមាន់ចូលទៅប្រាសាទតាកបីអេវហាយទៅទៀតអញ្ចឹងទាំងអស់នេះសិតតែលេសនយោបាយនៅពេលដែលមានបញ្ហាគាត់ចង់ដោះស្រាយនយោបាយផ្ទៃក្នុងគាត់តែងតែផ្លុំផ្សាយហ្នឹងមកខាងកម្ពុជាយើងហើយហេតុដែលគាត់ផ្លុំមកខាងកម្ពុជាពីព្រោះវាភូមិសាស្ត្រនិងភូមិសាស្ត្រនយោបាយហ្នឹងវានឹងស្ថានភាពសង្គមវាងាយជាងអានេះខ្ញុំមើលឃើញប្រសិនបើគាត់ផ្លុំទៅខាងឡាវទីមួយឡាវព្រំដែនជាមួយគាត់គឺទន្លេមេគង្គខណ្ឌដោយទន្លេមេគង្គទៅភូមាគឺភូមាសាហាវបាទសាហាវកាចសាហាវគឺចូលមិនងាយចុះទេអញ្ចឹងមកកម្ពុជាជាលើកច្រើនសារគឺច្រើនតែមកកម្ពុជានេះជាអេរយាប័តដដែលគាត់យកកម្ពុជាជាកន្លែងដែលបង្ហុយផ្សែងនយោបាយគាត់ហើយរឿងនេះមិនគួរធ្វើទេសម័យកាលនេះដែលខ្ញុំតែនិយាយថាអ្នកជាតិនិយមថៃមួយចំនួនហ្នឹងអ្នកជាតិនិយមជ្រុលហ្នឹងសូមទោសរដ្ឋាភិបាលថៃគឺអ្នកជាតិនិយមជ្រុលគាត់មួយចំនួនហ្នឹងគាត់ច្រឡំសម័យកាលដែលខ្ញុំនិយាយថាច្រឡំសម័យកាលសម្ដេចតេជោសម័យកាលតេជោសែននិងសម័យកាលលង្វែកបាទពីព្រោះខ្ញុំទៅតែឮសម្ដេចតេជោហ៊ុនសែនបានលើកដែរអំពីសន្ធិលំថង្គល់ពេលមួយនោះ
គាត់ចង់វាយយកប្រាសាទអង្គរវត្តដោះដូរប្រាសាទព្រះវិហារហ្នឹងហើយដែលខ្ញុំគិតថាគាត់ច្រឡំសម័យកាលតេជោសែននិងសម័យកាលលង្វែកថាធ្វើម៉េចអាចវាយយកអង្គរវត្តបានបាទហើយយកទៅដូរប្រាសាទព្រះវិហារអញ្ចឹងបានយើងយល់ថាអ្នកនយោបាយជ្រុលនិយមរបស់ថៃមួយចំនួនអភិជនបាងកកមួយចំនួនពួកអភិរក្សនិយមនៅបកប្រជាធិបតេយ្យនិងមួយចំនួននៅក្នុងយោធារបស់ថៃនេះគឺមានគំនិតឆ្លៀនពៀនទឹកដីចាំកម្ពុជាមិនបោះបង់យើងគិតមើលយើងលើកឧទាហរណ៍ប្រាសាទព្រះវិហារសន្ធិសញ្ញាបារាំងសៀមការកំណត់ព្រំដែនគោកបារាំងសៀមហើយបានគូសព្រំដែនគូសផែនទីឆ្នាំ1908អីជាដើមបានកំណត់ថាគឺនៅខាងទឹកដីបារាំងដែលកម្ពុជាបច្ចុប្បន្នហ្នឹងណាហើយផែនទីក៏ធ្វើអញ្ចឹងបោះបកគោលក៏យកមកខាងបារាំងនិងខាងកម្ពុជានឹងហើយដល់មិនសុខចិត្តមានរឿងរ៉ាវក៏មិនសុខមានរឿងរ៉ាវសុខចិត្តគាត់ចូលទន្ទ្រានយកប្រាសាទព្រះវិហារសម័យព្រះបរមកោដ្ឋក៏ដាក់បណ្ដឹងទៅ ICJ យើងបានឈ្នះថ្ងៃ15មិថុនាឆ្នាំ1962កាត់ថាឈ្នះយើងឃើញថារនាំង2ដែលបានបញ្ជាក់ថាព្រះវិហារជារបស់កម្ពុជាសំខាន់គឺរនាំងនៅក្នុងឆ្នាំ1908ដែលបារាំងបានគូសព្រំដែនធ្វើផែនទីណាឆ្នាំ62បានកំណត់ថាកាត់ក្តីឡើងវិញថានៅតែជារបស់កម្ពុជាមួយទៀតខ្ញុំភ្លេចគឺនៅឆ្នាំដែលយើងបានបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ2008ណា2008អញ្ចឹងរនាំងទាំង3នេះនៅតែគាត់មិនយល់ថាជារបស់កម្ពុជាទៀតយើងគិតមើលយើងបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកាសជាអាឡារឹកជាពិភពលោកតែគាត់នៅតែមិនទទួលស្គាល់អញ្ចឹងមានន័យថាចរិតរបស់គាត់ដែលខ្ញុំរៀបរាប់អំបាលមានប្រមាណហ្នឹងគឺគាត់នៅតែមានអិរិយាបថឆ្លៀនពៀនទឹកដីកម្ពុជាពីកន្លែងមួយទៅកន្លែងមួយគាត់យកលេសពីប្រាសាទព្រះវិហារគាត់ចូលនៅតំបន់សំខាន់មួយចំនួនទៀតតាកបីសាតាមន់អីហោះហើយអញ្ចឹងទៅហើយបច្ចុប្បន្ននេះចូលមកតំបន់មុំ3ទៀតបាទអញ្ចឹងហើយនេះគឺជាអិរិយាបថមិនរៀងចាលអិរិយាបថក៏ក្លឿនអិរិយាបថបែបប្រមាថប្រទេសជិតខាងនៃអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចខ្ញុំសូមនិយាយអញ្ចឹងរបស់ថៃបាទមិនមែនទូទៅទេបាទលោកបណ្ឌិតជាក់ស្ដែងណាស់តាក់ទងទៅនឹងបញ្ហាព្រំដែននេះសម្ដេចតេជោបានចេញសារជាបន្តបន្ទាប់តាំងតែពីការដឹកនាំប្រជុំនៅក្នុងព្រឹទ្ធសភាបាទរហូតមកដល់អង្គសមាជនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះគឺសម្ដេចតេជោបន្តបង្ហាញនៅការជឿចាប់ដែលក្រមជ្រុលនិយមមិនដឹងថាក្រមណាខ្លះទេដែលដឹកនាំដោយអាចថាកងពលមកក្រមអញ្ចឹងទៅបាទចូលមកឈ្លានពានទឹកដីកម្ពុជាដែលទឹកដីទាំងអស់នោះគឺដានជើងសម្ដេចធ្លាប់ជាប់នៅទីនោះដែលលោកធ្លាប់ទៅដល់ផ្ទាល់ជាមួយនឹងសម្ដេចវិជ័យសេនាធិបាញ់ទាំងអស់នេះគឺជាទឹកតាំងប្រវត្តិសាស្ត្រហើយសម្ដេចតេជោគឺជាអ្នកនយោបាយដឹកនាំកងទ័ពជើងចាស់តាំងតែពីយុទ្ធសាស្ត្រតាំងពីរំដោះមកដល់ពីបច្ចុប្បន្នលោកយល់ច្បាស់ណាស់ពីទីតាំងសង្គ្រាមមកដល់ពេលនេះលោកបានលើកឡើងជាបន្តបន្ទាប់ថាក្រមជលនិយមដែលយកបាទកម្ពុជាធ្វើជាទីតាំងចំនួននយោបាយរបស់ខ្លួនអាចបង្កជាសង្គ្រាមអីជាដើមដែលបញ្ហាទាំងអស់នេះធ្វើឲ្យលោកមានការព្រួយបារម្ភហើយក៏មានការណែនាំផ្ដល់ជាអនុសាសន៍ជាបន្តបន្ទាប់នៅក្នុងនាមលោកគឺជាថ្នាក់ដឹកនាំចំនួនមុនដែលទៅដល់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហានេះផងដែរដូច្នេះហើយត្រឡប់មករដ្ឋាភិបាលនេះពេលបច្ចុប្បន្នក្រុមការដឹកនាំដោយសម្ដេចធិបតីគឺបន្តដឹកនាំដោយយកចិត្តទុកដាក់ខ្ពស់ដោយអត់ធ្មត់ខ្ពស់មែនទែនបាទមកដល់ពេលនេះគឺសម្ដេចគ្រាន់តែត្រឡប់ពីទស្សនកិច្ចផ្លូវការនៅជប៉ុនភ្លាមគឺបានទៅដល់ព្រំដែនភ្លាមបាទជួបប្រជុំស្ដាប់របាយការណ៍ប្រមូលរបាយការណ៍បន្ថែមទៀតដោយផ្ទាល់ជាមួយនឹងកងទ័ពនៅព្រំដែនដើម្បីដាក់ចេញវិធានការសំខាន់មួយចំនួននៅក្នុងនោះសម្ដេចក៏បានដាក់ចេញវិធានការសំខាន់គឺឲ្យគណៈកម្មការចម្រុះព្រំដែនហ្នឹងធ្វើការរៀបចំជាបន្ទាន់ដើម្បីដាក់សំណុំរឿងព្រំដែនកម្ពុជាថៃនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដើម្បីធ្វើការដោះស្រាយបញ្ហាវិវាទនេះសម្រាប់លោកបណ្ឌិតថារបៀបដឹកនាំរបស់ថ្នាក់ដឹកនាំរបស់កម្ពុជាជាពិសេសសម្ដេចធិបតីយល់ច្បាស់ពីចរិតក្រមជ្រុលនិយមដែលចង់យកបញ្ហាព្រំដែនទាំងអស់នេះដើម្បីកេងចំណេញនយោបាយរបស់ខ្លួនទាំងក្រមជ្រុលនិយមនៅកម្ពុជាទាំងក្រមជ្រុលនិយមនៅប្រទេសថៃផងដែរបាទជាការពិតខ្ញុំបានសង្កេតទៅលើដំណើរនៃការចាត់ចែងនៅក្នុងនយោបាយកិច្ចការព្រំដែននេះសម្ដេចធិបតីដែរត្បិតតែ
សម្ដេចធិបតីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការក្នុងការងារនៅប្រទេសជប៉ុននៅក្រៅប្រទេសក៏ប៉ុន្តែកិច្ចការនេះខ្ញុំឃើញថាមានចំណាត់ការតាន់ពេលវេលានិងចេញសារនយោបាយច្បាស់លាស់ចំណាត់ការចេញតាន់ពេលវេលាយើងឃើញថានៅពេលដែលមានបញ្ហានៅថ្ងៃទី28យើងឃើញថា28ឧសភាភ្លាមក៏នាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបញ្ចេញកម្លាំងនិងសភាវុធគ្រប់គ្រងទៅឯតំបន់ដែលមានបញ្ហានោះអញ្ចឹងនេះជាបញ្ហាច្បាស់លាស់មួយដែលយើងមិនទុកឲ្យមានការអូសបន្លាយមានន័យថាផ្ដល់ភាពកក់ក្ដៅទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសទៅដល់កងកម្លាំងយើងជួរមុខប្រជាពលរដ្ឋទូទាំងប្រទេសកន្លងទៅតែងតែជឿខាងជ្រុលនិយមមួយចំនួននិយាយបង្កាច់បង្ខូចថាកម្ពុជាយើងវាអត់មានសមត្ថភាពគ្មានសភាវុធគ្មានអីទៅប៉ុន្តែគណៈពេលខ្លះគាត់រិះគន់អំពីរដ្ឋាភិបាលអភិវឌ្ឍបច្ចេកជាសភាវុធវិស័យយោធាអីចឹងជាដើមគាត់រិះគន់ណាប៉ុន្តែនៅពេលដែលមានបញ្ហាបើសិនជាស្ដាប់ការរិះគន់គាត់យើងអត់មានអភិវឌ្ឍវិស័យយោធាយុទ្ធោបករណ៍គ្រប់គ្រាន់ទេពេលនេះគាត់ច្បាស់ជាជន់សកត់បន្ថែមទៀតតែខ្ញុំគិតថារដ្ឋាភិបាលមានភាពច្បាស់លាស់មិនសំខាន់នៅឯរិះគន់មិនទេសំខាន់រដ្ឋាភិបាលបានយល់ថាប្រទេសកាន់តែមានសន្តិភាពកាន់តែអភិវឌ្ឍគ្រប់ក៏ប៉ុន្តែវិស័យយោធាត្រូវតែអភិវឌ្ឍឲ្យរឹងមាំជាចាំបាច់ព្រោះនៅក្នុងទ្រឹស្ដីភូមិសាស្ត្រនយោបាយខ្ញុំបានបញ្ចេញស្ទេតដែរថានៅក្នុងទ្រឹស្ដីភូមិសាស្ត្រនយោបាយប្រទេសរដ្ឋបរទេសយើងគិតថារដ្ឋបរទេសជាមិត្តផងជាសត្រូវផងមានមិត្តគឺយើងធ្វើពេលវេលាជាមិត្តគឺយើងកិច្ចសម្បត្តិការគ្នាល្អកន្លែងណាដែលយើងធ្វើកិច្ចសម្បត្តិការគ្នាយើងធ្វើកាន់តែពង្រឹងកាន់តែពង្រីកកិច្ចសម្បត្តិការកន្លែងណាដែលមានបញ្ហាយើងត្រូវតែមានសមត្ថភាពឆ្លើយតបដោយករណីហ្នឹងអញ្ចឹងណាយើងអត់ចាត់ទុកថៃជាសត្រូវទាំងអស់ហើយប៉ុន្តែថៃមួយក្តាប់តូចថៃនៃជនជ្រុលនិយមមួយក្តាប់តូចជាសត្រូវប្រចាំមិត្តរបស់យើងប្រសិនបើយើងគ្មានយុទ្ធោបករណ៍គ្មានយោធាដែលមានកម្លាំងពលំមានការវឹកហាត់ច្បាស់លាស់នឹងយុទ្ធោបករណ៍គ្រប់គ្រងទេរដ្ឋាភិបាលមិនបានគិតអាហ្នឹងទេច្បាស់ជាថៃអាចកសោបយកតំបន់ណាមួយនៃចំណុចហ្នឹងឧទាហរណ៍ណាអាហ្នឹងហើយដែលយើងថាត្រូវគិតថានៅក្នុងតាមទ្រឹស្ដីថាណែរដ្ឋបរទេសគឺជាមិត្តផងជាសត្រូវផងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងហើយរដ្ឋាភិបាលបានគិតច្បាស់លាស់នៅចំណុចហ្នឹងបានច្បាស់លាស់ទី2ទៀតដោយដែលលោកបានតាមដាននិងបានលើកអំបញ្ញមិញនៅជាប្រភពព័ត៌មានដែរគ្រាន់តែលោកអញ្ជើញមកពីប្រទេសជប៉ុនលោកអញ្ជើញនាយករដ្ឋមន្ត្រីអញ្ជើញទៅតំបន់នៅព្រំដែនភ្លាមដើម្បីត្រួតពិនិត្យសភាពការក្តាប់នៅរបាយការណ៍ច្បាស់លាស់ពីព្រោះការក្តាប់របាយការណ៍ពីចម្ងាយជារឿងមួយបាទការទៅឃើញផ្ទាល់គឺជារឿងសំខាន់មួយទៀតដើម្បីអ្នកនយោបាយមានលទ្ធភាពក្នុងការចាត់ចែងពីព្រោះជៀសវាងបាញ់ផ្សែងខុសតែបាញ់ផ្សែងខុសថ្លើមខុសហើយអញ្ចឹងមកវិញគឺសម្ដេចរដ្ឋាភិបាលបានចេញសារនយោបាយច្បាស់ដោយសារទទួលបានប្រភពទិន្នន័យច្បាស់អញ្ចឹងចេញសារនយោបាយទៅចេញចំណាត់ការទៅផ្លោងទៅគឺមិនខុសគោលដៅទេបាទមិនខុសគោលដៅអញ្ចឹងហើយនេះជាចំណុចមួយដែលខ្ញុំកត់សម្គាល់ថាគឺមានច្បាស់ទាំងសារនយោបាយច្បាស់ទាំងគោលនយោបាយច្បាស់ទាំងចំណាត់ការទៅលើបញ្ហាហ្នឹងបាទពីព្រោះយើងដឹងហើយថាបញ្ហាធិបតេយ្យនេះគឺជាបញ្ហាស្នូលរបស់ប្រទេសជាតិស្នូលជាបញ្ហារបស់ជាតិផងស្នូលទាំងគេហៅថាបញ្ហានៃជាតិនិយមរបស់ប្រជាជាតិបាទជាតិនិយមរបស់ប្រជាជាតិនេះកាន់តែមានសារៈសំខាន់ប្រសិនបើរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់និងមានសារនយោបាយនិងចំណាត់ការច្បាស់លាស់ទេវានឹងមានបញ្ហាទី1អាចរដ្ឋបរទេសគេកាន់តែវាយតម្លៃស្រាលមកយើងទី2ក៏វាប៉ះពាល់ទៅដល់ការបាត់បង់ទឹកដីទី3វាប៉ះពាល់ដល់សតិអារម្មណ៍ខ្លាំងបំផុតនៃជាតិនិយមរបស់ប្រជាជាតិរបស់យើងដែលទាំងអស់នេះយើងត្រូវតែមានចំណាត់ការល្អហើយខ្ញុំបានវាយតម្លៃខ្ពស់ទៅលើចំណាត់ការរបស់នាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចប្រធានព្រឹទ្ធសភាដែលបានយល់ដឹងពីបញ្ហានេះច្បាស់ប្រកបហ្មងបាទលោកបណ្ឌិតតកតងនឹងលោកបានលើកឡើងតកតងនឹងចំណុចនេះដោយលោកបានមានប្រសាសន៍អញ្ចឹងថា
វិតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋាភិបាលដែលបានដាក់ចេញជាពិសេសតាក់ទងទៅនឹងភាពអត់ធ្មត់និងការដាក់ចេញនូវយុទ្ធសាស្ត្រនៅក្នុងការដោះស្រាយទៅលើសភាពការព្រំដែននេះគឺមានជាជំហានដែលយើងឃើញការឆ្លើយតបទោះបីជាយ៉ាងណាទីមួយគឺយើងទល់សភាពការនៅព្រំដែននោះបាទมันមានរឿងអីកើតឡើងធ្វើឲ្យមានការប៉ះពាល់ទៅដល់កងទ័ពក៏ដូចជាប្រជាជនរបស់យើងទេបាទគឺយើងកើតឡើងភ្លាមគឺយើងទប់សភាពការជាប់ភ្លាមដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាតិនិងអន្តរជាតិសម្រុះសម្រួលយ៉ាងណាគឺមេទ័ពរបស់យើងក៏បានចុះទៅភ្លាមនៅក្នុងការចរចាជាមួយនឹងមេទ័ពភាគីថៃដើម្បីដាក់ចេញនៅគោលការណ៍រួមដើម្បីឈានទៅដល់ការដោះស្រាយហើយមកដល់ពេលនេះកាលពីម្សិលមិញសម្ដេចធិបតីបានមកពីព្រំដែនវិញចេញសារនយោបាយមួយភ្លាមបន្ទាប់មកនៅសមាជសភាព្រឹកមិញនេះគឺបានប្រកាសជាសាធារណៈចំពោះការបដិញ្ញាចិត្តក៏ដូចជាចំហការពារទឹកដីរបស់រដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាគឺមិនអោយបាត់បង់ទឹកដីរបស់កម្ពុជាទេគឺមានចំហច្បាស់លាស់លោកបណ្ឌិតមើលឃើញថាអំណាងក៏ដូចជាភ័ស្តុតាងច្បាស់លាស់បែបម៉េចខ្លះនៅពេលដែលកម្ពុជាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹងជាមួយភាគីថៃតើយើងអាចមានអំណះអំណាងយ៉ាងម៉េចថាយើងឈានទៅមុខថាយើងអាចសម្របសម្រួលដោះស្រាយរឿងរបស់យើងបាទសូមអរគុណយើងឃើញថាករណីនេះគឺបើយើងនិយាយពីទៅ ICJ នៅចំណុចព្រំដែនគោកប្រមាណចំណុចនេះដោយដែលសម្ដេចធិបតីបានលើកគឺតំបន់ប្រាសាទតាមាន់ប្រាសាទតាកបីតាមាន់តូចតាមាន់ធំនិងតំបន់មុំបីទាំងអស់នេះដោយតែយើងបានដឹងហើយគឺក្នុងបណ្ដោយព្រំដែនគោករវាងបារាំងសៀមកាលនោះឥឡូវកម្ពុជាថៃនេះគឺបារាំងបានបន្សល់ទុកមរតកនៃព្រំដែនគោកដែលជាព្រំដែនអន្តរជាតិរួចស្រេចទៅហើយបាទទី1ព្រំដែនបានគូសបន្ទាត់នៅលើផែនទីនិងបានបោះបង្គោលព្រំដែននៅលើដីគឺពោលគឺបើតាមខ្ញុំចាំគឺ73ទីតាំងបង្គោលមានបង្គោល74បង្គោលនៅព្រំដែនគោកត្បិតតែវាមានចម្ងាយឆ្ងាយគ្នាឆ្ងាយពីព្រោះសម័យនោះគឺបោះបានអញ្ចឹងបាទអញ្ចឹងទាំងអស់នេះមានទាំងខ្សែបន្ទាត់ព្រំដែននៅលើផែនទីមានទាំងការបោះបង្គោលនិងមានផែនទីដែលបន្សល់ទុកនៅក្នុងសម័យអាណានិគមបារាំងទាំងអស់នេះគឺជាឯកសារគោលសំខាន់ដែលកម្ពុជាមានហើយថៃក៏មានកម្ពុជាក៏មានពីព្រោះសម័យនោះគឺសម័យស្ដេចថៃគឺจุฬាលង្កនបានទទួលយកឯកសារផែនទីហ្នឹងពីបារាំងយកទៅប្រើ17ផ្ទាំងមកប្រមាណ800គីឡូម៉ែត្រជាងហ្នឹងគឺមាន17ផ្ទាំងព្រោះណែវាមានមាត្រដ្ឋាន1លើ200,000ណាបើតែវាមានលំអៀងច្រើនក៏ប៉ុន្តែសម័យកាលនោះយើងធ្វើបានប៉ុណ្ណឹងបាទអញ្ចឹងហើយខ្ញុំចង់បញ្ជាក់ឡើងវិញថាទាំងអស់នេះគឺជាឯកសារគោលសំខាន់ហើយនឹងមានឯកសារគតិយុត្តអន្តរជាតិមួយចំនួនទៀតបាទខ្ញុំជឿថាមានប្រកាសវិជានៅក្នុងកិច្ចការព្រំដែនគាត់មានហើយអញ្ចឹងគាត់មានហើយទៅធ្វើជាសេចក្តីអេតមេម័រជំនួយស្មារតីដល់សម្រាប់នាយករដ្ឋមន្ត្រីរបស់កម្ពុជាយើងទៅបានចេញសារច្បាស់លាស់ហើយខ្ញុំក៏បានតែងយល់ថាចំពោះព្រំដែនគោកនេះកម្ពុជាយើងមិនមានមន្ទិលអីនឹងការដាក់ប្តឹងទៅ ICJ ឬក៏តតាំងជាមួយថៃក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិទេថៃទៅវិញទេដែលមិនហ៊ានទៅ ICJ ឬក៏តុលាការយុត្តិធម៌អន្តរជាតិហ្នឹងពីព្រោះគាត់បានដឹងថាគាត់បានបំពេញដោយសម្ដេចតេជោលោកបានលើកថាផែនទីចៅគាត់បើកវងកញ្ចក់សម្ដេចបើកវងកញ្ចក់ប៉ុន្តែខ្ញុំថាផែនទីចៅហ្នឹងចង់សម្ដៅទៅដល់ក្រមយោធាថៃហ្នឹងតែងតែគូផែនទីឯកតោភាគីហើយយកមកឆ្លៀនពៀនចូលទន្ទ្រានចូលករណីប្រាសាទព្រះវិហារក៏ដូចគ្នាករណីកន្លែងផ្សេងក៏ដូចគ្នាដែរគាត់គូផែនទីដោយឯកតោភាគីហើយគាត់ចូលគាត់ថាផែនទីគាត់ថាអញ្ចឹងពេលខ្លះគាត់បង្ហោះតាមបណ្ដាញសង្គមទាំង TikTok ទាំង Facebook អីហ្នឹងគឺគាត់យកផែនទី Google គាត់មកចុចទៅ Google គេអត់យកសម្រាប់វាស់ផែនទីផ្លូវការព្រំដែនទេសូមសាធារណជនជ្រាបកន្លែងនេះខ្ញុំសូមហៅវងកញ្ចក់ដែរថាសូមសាធារណជនកុំជឿទៅលើផែនទីថៃតែងតែបង្ហោះតាមបណ្ដាញសង្គម TikTok Facebook ឬក៏រហូតដល់ The Nation និងបាងកកខុសសំទោសបាងកកផុសសំទោសបាងកកប៉ុសហ្នឹងក៏តែងតែប្រើផែនទីដែលសម្ដេចតេជោហៅថាផែនទីចៅនឹងដែរពីព្រោះចេតនាគេពីព្រោះជាតិសាសន៍របស់គេជាអ្នកបំពេញយើងអញ្ចឹងគេត្រូវតែផលិតផែនទីណាគ្រប់គ្រងតាមបែបបំពេញអញ្ចឹងបើផែនទីពិតគឺផែនទីដែលបារាំងបន្សល់ឲ្យហើយថៃមានច្បាស់លាស់ណាស់ថៃមានដែរតែមានតែក៏អត់យកប្រើ
ពួកយោធាយកអាហ្នឹងប្រើគាត់ចង់ឆ្លៀនពៀនគាត់គូបាទអញ្ចឹងត្រឡប់មកវិញគឺខ្ញុំយល់ថាខ្ញុំគ្រប់គ្រងសម្រាប់សេណារីយ៉ូនេះដើម្បីបិទបញ្ចប់ការភ័ន្តច្រឡំទាំងអ្នកប្រឆាំងខ្មែរនៅប្រឆាំងមួយចំនួនតូចណានៅក្នុងស្រុកនិងនៅក្រៅស្រុកដែលតែងតែនិយាយថាកម្ពុជាហ្នឹងរាជរដ្ឋាភិបាលហ្នឹងមិនហ៊ានប្តឹងថៃទេចេះមួយចុះពីរអីចឹងទៅមិនទេឥឡូវនេះប្រមុខរដ្ឋាភិបាលចេញសារហើយចំពេលវេលាដែលខ្ញុំគិតថាសមាជនេះគឺចំពេលល្អខ្លាំងមែនតើហេតុអីបានថាអញ្ចឹងសមាជយើងមានរបៀបវិរៈផ្លូវការរួចហើយណាដើម្បីដោះស្រាយបញ្ហាជាតិទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅលើបញ្ហាមួយចំនួនទៀតខ្ញុំឃើញរបៀបវិរៈ3សំខាន់ប៉ុន្តែខ្ញុំចង់និយាយថារបៀបវិរៈបន្ទាន់នេះគឺចំពេលដែលមានសមាជអញ្ចឹងអង្គសភាទាំងពីរហ្នឹងបានដោះស្រាយរួមគ្នាជាមួយរាជរដ្ឋាភិបាលនេះជាចំបញ្ហាមែនតើអញ្ចឹងហើយយើងថាមូលមាត់គ្នានៅក្នុងអ្នកនយោបាយជាតិកម្ពុជារបស់យើងនៅលើបញ្ហាជាតិប្រជាពលរដ្ឋក៏គ្រប់គ្រងកងកម្លាំងក៏គ្រប់គ្រងទៅលើបញ្ហាហ្នឹងខុសពីថៃខ្ញុំសូមនិយាយហ៊ាននិយាយមកកន្លែងហ្នឹងថៃមានបញ្ហាខ្លាំងណាស់គឺបែកខ្ញែកគ្នាទៅលើបញ្ហាហ្នឹងហើយដល់ពេលបែកចឹងទៅគាត់រុញមកកម្ពុជាយើងយកលេសខ្ញុំហ៊ានថាតែម្ដងក្រមយោធាយកលេសចង់ឈានទៅកាន់អំណាចដូចសម័យលោកប្រយុទ្ធអញ្ចឹងសូមអធិស្ឋានអ្នកនយោបាយថៃពីព្រោះអ្នកឯងដដែលពេកមកធ្វើបាបខ្មែរយកបញ្ហាខ្លួនឯងយកមកឲ្យខ្មែរដោះស្រាយយកមកឲ្យខ្មែររងគ្រោះអ្នកឯងបានទាំងព្រមទី1ដោះស្រាយវិបត្តិផ្ទៃក្នុងអ្នកឯងទី2ផ្គប់ចិត្តជាតិនិយមថៃរបស់អ្នកឯងទី3របស់អ្នកឯងខាងខ្ញុំខ្សោយអ្នកឯងយកដីខ្ញុំបានទៀតនេះគឺជាអ្វីដែលល្បិចរបស់អ្នកឯងធ្វើអញ្ចឹងខ្ញុំហ៊ាននិយាយថានេះជាល្បិចអ្នកឯងរឿងនយោបាយផ្ទៃក្នុងអ្នកឯងចង់ឡើងកាន់អំណាចតាមបែបយោធានិយមទេទៅយកអំណាចពីអ្នកប្រជាធិបតេយ្យហើយយោធានិយមទៅយកមកដើម្បីគ្របសភាពការរឿងផ្ទៃក្នុងរបស់គាត់ពីព្រោះរឿងច្រើនណាស់នៅក្នុងប្រទេសថៃបច្ចុប្បន្ននេះបាទអញ្ចឹងហើយគាត់រុញមកអញ្ចឹងខ្ញុំចង់និយាយថាសេណារីយ៉ូរដ្ឋាភិបាលយើងបានរៀបទី1គឺឥឡូវបានប្រកាសថាទៅ ICJ ទី2គឺកងកម្លាំងមានថាកម្លាំងយោធារបស់យើងឆ្លើយតបបានអត់បញ្ហាទេបាទបានបញ្ជាក់ហើយគាត់បានលើកឡើងនៅកងទ័ពអាកាសអីតែសម្ដេចតេជោលោកច្បាស់រឿងហ្នឹងគឺមានសំណាញ់មេឃបាទចាំទទួលបាទទី3ជាតិនិយមកម្ពុជាណែឯងបានឃើញណែឯងគុំច្រឡំថាប្រជាពលរដ្ឋរបស់យើងមិនបានគ្រប់គ្រងឥឡូវគ្រប់គ្រងពុះកញ្ជ្រោលក្នុងការគ្រប់គ្រងជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលបាទទាំងប្រជាពលរដ្ឋទាំងបណ្ដាញសារព័ត៌មានទាំងអ្នកស្រាវជ្រាវនិយាយរួមទាំងអស់គឺមូលប្រមូលផ្ដុំជាមួយរាជរដ្ឋាភិបាលទៅលើបញ្ហានេះគឺកម្ពុជាមិនមែនសម័យលង្វែកឲ្យអ្នកឯងប្រមាថតាមចិត្តនោះទេបាទសូមអធិស្ឋានសម័យអតីតកាលបាទមិនចង់បន្ទោសថ្នាក់នាំទេប៉ុន្តែសម័យនោះគឺវាអញ្ចឹងបាទអាចថាក្រមអ្នកនយោបាយជលនយោបាយមួយចំនួនពួកគាត់យល់ច្រឡំបាទសម័យនេះឆ្នាំ2025ហើយបាទកម្ពុជាកំពុងតែឈាន2025ណាមួយសម្ដេចតេជោច្បាស់រឿងហ្នឹងពីព្រោះលោកធ្វើសង្គ្រាមតាំងពីក្មេងជាងលោកប្អូនឯងផងបាទកាន់ការងារសង្គ្រាមបាទរកបានសន្តិភាពអភិវឌ្ឍប៉ុណ្ណឹងលោកច្បាស់បាទជឿជាក់បាទប៉ុន្តែអ្វីដែលយើងព្រួយបារម្ភហើយវាអាចជាកំសួលនោះគឺក្រមជលនិយមគាត់មើលឃើញសភាពការសង្គ្រាមគឺរឿងតូចទេអាចថាជាចំនួនមេតបឬមួយកងពលណាមួយដែលគាត់ចង់បង្កចំនួនជាមួយនឹងក្រមដែលគាត់ចង់បង្កចំនួនជាមួយនឹងព្រំដែនគឺគាត់ចូលមកនៅក្នុងបំណងរបស់គាត់យ៉ាងណានេះយើងមិនដឹងជាព័ត៌មានយ៉ាងម៉េចនៅក្នុងចេតនាហ្នឹងប៉ុន្តែឱកាសរបស់ក្រមជលនិយមដែលជាអ្នកនយោបាយដែលគាត់ឆ្លៀតឱកាសនិយមនោះគឺពួកគាត់តែងតែយកសភាពការហ្នឹងដើម្បីទាញកេងចំណេញនយោបាយបាទរុញឲ្យឆេះកាន់តែខ្លាំងនេះហើយគឺជារឿងដែលថ្នាក់ដឹកនាំជាតិកម្ពុជាដែលលោកធ្លាប់ឆ្លងកាត់គឺព្រួយបារម្ភដូចជាករណីកើតឡើងបន្តនេះពេលកន្លងទៅគឺរីករាលដាលគឺដោយសារថាមានការរុញច្រានពីក្រមជលនិយមទាំងអស់នោះជាពិសេសក្រមទាំងមានទាំងពួកក្រមនៅថៃស្រាប់បាទហើយនៅក្រៅប្រទេសស្រាប់ដែលពួកគាត់ដូចសម្ដេចតេជោមានប្រសាសន៍នៅក្នុងសម័យព្រឹកមិញកលៈទេសៈនេះគឺធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់ចំពោះក្រមណាដែលស្រឡាញ់ជាតិពិតប្រាកដក្រមណាដែលមិនស្រឡាញ់ជាតិបាទគឺបង្ហាញកាន់តែច្បាស់តែម្ដងតាមរយៈ
ពួកគាត់ជាអ្នកបង្ហាញដោយខ្លួនឯងបាទតាមរយៈការលើកឡើងរបស់ពួកគាត់ពាក់ព័ន្ធទៅនឹងការដោះស្រាយផ្សេងបាទចង់ឲ្យមានសង្គ្រាមផ្ទុះឡើងហេតុអីក៏មិនបង្កសង្គ្រាមទៅទាំងអស់នេះគឺជាការរុញច្រានខ្លាំងមែនទែនដែលយើងមើលទៅយើងសោកស្ដាយថាបុគ្គលមួយចំនួនតូចទេដែលពួកគាត់ឈាមជាខ្មែរដែរហេតុអីបានជាពួកគាត់មិនអាណិតអាសូរទៅដល់កងទ័ពមិនអាណិតអាសូរទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែខិតខំកសាងជីវភាពនៅតាមបន្ទាត់ព្រំដែនបាទរាជរដ្ឋាភិបាលសម្ដេចធិបតីនៅក្នុងអាណត្តិទី7នេះកំពុងតែកសាងផ្លូវក្បាត់ព្រំដែនថែមទៀតអភិវឌ្ឍដាក់គោលនយោបាយជាកញ្ចប់ពិសេសនៅក្នុងការអភិវឌ្ឍខេត្តជាប់ព្រំដែនរដ្ឋាភិបាលធ្វើច្រើនមែនទែនដើម្បីធ្វើម៉េចឲ្យព្រំដែនរបស់យើងក្លាយទៅជាព្រំដែនសន្តិភាពព្រំដែនសុខសាន្តអភិវឌ្ឍរីកចម្រើនជាដើមប៉ុន្តែសោកស្ដាយតែពួកក្រុមជននិយមមួយក្តាប់តូចជាពិសេសមិននៅក្នុងស្រុកទៅទៀតមើលពីលើមេឃមកតាម Google ហើយឃើញច្បាស់ដោយខ្លួនឯងនៅទីតាំងជាក់ស្ដែងអញ្ចឹងយើងមានអារម្មណ៍ការសោកស្ដាយចំណុចនេះសម្រាប់លោកផ្ទាល់លោកបណ្ឌិតមើលឃើញថាចរិតនយោបាយរបស់ក្រុមជននិយមមួយក្តាប់តូចទាំងអស់នោះយើងឃើញថាវាជាគេហៅថាជាកំសោយនៅក្នុងការអនុវត្តនយោបាយរបស់ពួកគាត់ឬមួយយ៉ាងម៉េចគួរតែត្រឡប់ទៅកសាងធនធានរបស់ខ្លួនឡើងវិញដើម្បីបែរមកធ្វើនយោបាយដើម្បីឲ្យពលរដ្ឋជឿទុកចិត្តជាងហ្នឹងឬយ៉ាងម៉េចដែរបាទខ្ញុំប្រើពាក្យមួយម៉ាត់ថាគាត់ពិការមនសិការបាទអ្នកនយោបាយដែលពិការមនសិការណាវាធ្ងន់បន្តិចប៉ុន្តែខ្ញុំបានលើកឧទាហរណ៍មុនហ្នឹងហើយឧទាហរណ៍មុនហ្នឹងពេលដែលរដ្ឋាភិបាលបានបង្ហាញសភាវុធឬក៏បង្ហាញការកញ្ចប់ថវិកាទៅលើវិស័យយោធាអញ្ចឹងគាត់រិះគន់ណាថាហេតុអីបានកញ្ចប់ថវិកាយោធាចេះដល់ទៅពេលមានបញ្ហាជាមួយបរទេសគាត់ថាមិនឆ្លើយតបឲ្យវាខ្លាំងក្លាស្អីចឹងទៅបាទនេះជាអ្វីមួយដែលខ្ញុំថាគាត់ពិការមនសិការរឿងមួយទៀតពិការមនសិការដែរថានៅពេលដែលយើងនិយាយពេលនេះគឺប្រចាំមិត្តណាកាលណាសត្រូវបរទេសនៅពេលណាប្រចាំមិត្តបរទេសមកមានការប៉ុនប៉ងរំលោភអធិបតេយ្យជាតិរបស់យើងពេលនោះអ្នកនយោបាយគេមូលមតិគ្នាគេមូលទស្សនៈគ្នាជ្រោមជ្រែងគ្នាប្រឆាំងនៅពេលឃោសនាបង្ហាញគោលនយោបាយរៀងខ្លួនប៉ុន្តែនៅពេលដែលមានរឿងជាមួយបរទេសគឺគេត្រូវតែប្រមូលផ្ដុំទស្សនៈជ្រោមជ្រែងគ្នាថារកវិធីយ៉ាងម៉េចត្រូវតទល់ជាមួយរដ្ឋបរទេសនឹងបានដោយមិនចំណាយធនធានច្រើនដោយមិនចំណាយជីវិតមនុស្សឧទាហរណ៍អញ្ចឹងតើយើងត្រូវធ្វើម៉េចមិនមែនដុតថែមទេអញ្ចឹងហើយបានខ្ញុំហៅថាពិការមនសិការដែលជានេះជាពាក្យធ្ងន់ធ្ងរបន្តិចប៉ុន្តែច្រើនលើកច្រើនសារខ្ញុំឃើញគាត់ដដែលបាទមានន័យថាប្រឆាំងរាល់អ្វីដែលរដ្ឋាភិបាលធ្វើសូម្បីតែពេលរដ្ឋាភិបាលតតាំងជាមួយប្រជាមិត្តអន្តរជាតិគាត់នៅតែប្រឆាំងមិនអោយរដ្ឋាភិបាលធ្វើទៀតអញ្ចឹងមានន័យថាគាត់ជាសត្រូវដែរមានន័យថាគាត់ជាសត្រូវរបស់ប្រទេសយើងដែរបើជាសត្រូវរបស់យើងអាហ្នឹងពាក្យហ្នឹងត្រូវហើយគឺពិការមនសិការអញ្ចឹងខ្ញុំសូមប្រើពាក្យហ្នឹងតែម្ដងសោកស្ដាយណាស់លោកបណ្ឌិតដោយសារថាយើងឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនលើសលប់បានឧបត្ថម្ភទាំងថវិកាទាំងការជូនពរទាំងក្តីព្រួយបារម្ភចំពោះកងទ័ពយើងចំពោះបងប្អូននៅព្រំដែនភ័យព្រួយទោះបីជាមិនទាន់មានរឿងអីកើតឡើងក៏ដោយប៉ុន្តែនៅក្នុងកលៈទេសៈនេះគឺមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងចំនួនព្រំដែននេះគឺវាអាចកើតឡើងអាចមានការផ្ទុះអាវុធដោយចៃដន្យនៅក្នុងពេលណាមួយយើងមិនអាចប៉ាន់ស្មានបានទេនៅក្នុងកលៈទេសៈនេះវាអាចកើតឡើងក្រមយុទ្ធសាស្ត្រគេពីក្រៅមកយើងយ៉ាងម៉េចនឹងដឹងបាទពីថៃមកអញ្ចឹងជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋយើងគឺមានឃើញការខុសផលមែនទែនហើយតាមរយៈការដាក់ចេញការដាក់ចេញបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីសម្រាប់ការដាក់ប្តឹងទៅតុលាការ ICJ នេះយើងឃើញមានគណៈបកនយោបាយបាទនៅក្នុងថ្ងៃទី2មិថុនានេះតែម្ដងបន្ទាប់ពីមានការប្រកាសហ្នឹងគឺសូម្បីតែអង្គសមាជព្រឹទ្ធសភាហ្នឹងគឺបានចេញសេចក្តីថ្លែងការណ៍ប្រកាសបាទគាំទ្របាទនៅក្នុងនោះមានសមាជិក182រូបគឺបានបោះឆ្នោតគាំទ្រទាំង182បាទទាំង182រូបតែម្ដងដោយឡែកឃើញគណៈបកនយោបាយដែលជាសម្ព័ន្ធភាពជាមួយនឹងគណៈបកប្រជាជនកម្ពុជាទោះបីជាគាត់មានគំនិតផ្ទុយពីគណៈបកកាន់អំណាចក៏ដោយប៉ុន្តែនៅក្នុងកលៈទេសៈនេះគឺពួកគាត់ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមរយៈនីតិវិធីអន្តរជាតិបែបនេះយើងឃើញថាការដោះស្រាយការចូលរួមសាមគ្គីពីប្រជាពលរដ្ឋគ្រប់ផ្នែកទាំងអស់នេះគឺជាស្មារតីមួយជាធ្លុងមួយសំខាន់ណាស់លោកបណ្ឌិតដើម្បីចូលរួមគាំទ្រនៅក្នុងការការពារបូរណភាពទឹកដីរបស់យើងបាទហ្នឹងហើយដែលខ្ញុំនិយាយថាជាមនសិការរបស់ប្រជាជាតិកាលណាមនសិការរបស់ប្រជាជាតិគឺនៅពេលដែលមានបញ្ហាជាមួយប្រជាមិត្តគឺគេសាមគ្គីគ្នាជាធ្លុងមួយអាហ្នឹងគឺមនសិការប្រជាជាតិអញ្ចឹងយើងឆ្លោះបញ្ចាំងឃើញហើយសូម្បីតែប្រជាជនសាមញ្ញ
ก็គាត់មានមនសិការជាតិដែរអ្នកនយោបាយគណៈបកផ្សេងនៅក្នុងសម្ព័ន្ធភាពរបស់គណៈបកប្រជាជនក៏មានមនសិការនឹងដែរបើទោះជាមានគោលនយោបាយខុសគ្នាប្រជែងគ្នានៅក្នុងគោលនយោបាយប៉ុន្តែមានរឿងជាមួយប្រជាមិត្តដែលជាសត្រូវបរទេសគឺគាត់ត្រូវតែចូលរួមជាធ្លុងជាមួយរដ្ឋាភិបាលគណៈសំទោសណែអង្គសមាជដែលយើងឃើញថាមានគណៈបក3នៅក្នុងអង្គសមាជហ្នឹងហើយមានសមាជិកអង្គសមាជរហូតដល់ជិត200នាក់គឺគេជាធ្លុងមួយមានន័យជាមនសិការជាតិប្រមូលផ្ដុំជាធ្លុងមួយអញ្ចឹងមានតែអ្នកមួយក្តាប់តូចទេដែលខ្ញុំនិយាយមុននេះគឺពីការមនសិការដើម្បីទាញយកបញ្ហាហ្នឹងរុញច្រានបញ្ហាហ្នឹងឲ្យទៅជាការកេងចំណេញនយោបាយរបស់ខ្លួនរកផលប្រយោជន៍របស់ខ្លួនតែអាហ្នឹងខាតទៅវិញទេបានធ្វើឲ្យប្រជាពលរដ្ឋមើលឃើញថាក្រុមមួយក្តាប់តូចហ្នឹងគឺក្រុមដែលម្នាក់សន្ទុះពីការមនសិការហ្នឹងគឺមិនបានយកផលប្រយោជន៍ជាតិទៅគិតគូរទេបាទអញ្ចឹងបើដើរតាមគាត់ទៀតនឹងអាចគិតដូចគាត់ពេលណាមួយអញ្ចឹងនាំឲ្យគ្រោះថ្នាក់ជាតិដូច្នេះនេះជាការបង្ហាញយ៉ាងច្បាស់នៅអ្វីដែលគាត់ធ្វើនេះគឺគាត់បានសម្លាប់ជីវិតនយោបាយគាត់បន្ថែមទៀតមិនមែនសម្លាប់អស់ទាំងស្រុងទេប៉ុន្តែសម្លាប់បន្ថែមទៀតបាទពីព្រោះគាត់បង្ហាញចេញច្បាស់មកបាទចេញច្បាស់ពីព្រោះពេលនេះយើងដឹងច្បាស់ហើយថាថៃបានឈ្លានពានយើងខ្ញុំនិយាយដដែលពីព្រោះគាត់លបបាញ់ចូលលបបាញ់យោធិនរបស់យើងបានពលីនៅលេនឋានពេលព្រឹកប្រហៀមអញ្ចឹងអត់មានអីណាផ្សេងពីហ្នឹងទេពីព្រោះគាត់បានចូលឈ្លានពានអញ្ចឹងនេះបានបង្ហាញថាគាត់ជាប្រជាមិត្តនៅក្នុងចំណុចហ្នឹងមិនមែនទូទៅទេណាបាទប្រជាមិត្តនៅក្នុងចំណុចហ្នឹងប៉ុន្តែផ្ទុយទៅវិញអ្នកនយោបាយប្រឆាំងមួយក្តាប់តូចនោះគាត់អត់បានយល់អញ្ចឹងមានន័យថាគាត់រួមដៃគេអញ្ចឹងបើសិនតែគាត់មិនយល់ឃើញថាហ្នឹងគឺជាប្រជាមិត្តរបស់ជាតិរបស់យើងអញ្ចឹងគាត់នៅខាងណាខ្ញុំសួរទៅគាត់វិញតើគាត់នៅខាងណានេះជាបញ្ហាមួយដែលយើងគួរតែពិចារណាទាំងអស់គ្នាហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងកុំតាមរបៀបហ្នឹងបាទសូមជឿជាក់ក្នុងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនបច្ចុប្បន្ននេះបានបង្ហាញច្បាស់ហើយផ្ដល់ភាពកក់ក្ដៅហើយបាទអញ្ចឹងហើយបានកន្លែងនេះខ្ញុំបើកវងកញ្ចក់តិចទៅមានបងប្អូនយើងខ្លះថាណែចាំមិនក៏ឲ្យឃើញសភាវុធបញ្ជូនទៅឃើញតបបញ្ជូនទៅខ្ញុំថាពេលខ្លះក៏ត្រូវឲ្យឃើញដែរពីព្រោះកន្លងមកបងប្អូនយើងជឿតាមអ្នកនយោបាយមួយចំនួនតូចថាយើងខ្សោយណាស់ថាយើងមិនមានអីឆ្លើយតបមិនសមនឹងព្រឹត្តិការណ៍អីអញ្ចឹងរដ្ឋាភិបាលអ្នកនយោបាយខ្ញុំសរសើរដែលគាត់ប្រើវិធីសាស្ត្រមិនទាន់ច្បាំងតែបានឈ្នះចិត្តណាខ្ញុំសូមប្រើពាក្យហ្នឹងពីព្រោះបានបង្ហាញទៅទី1ប្រជាជនរដ្ឋាភិបាលមានសំណាញ់មេឃមែនសម្ដេចហ៊ុនសែនលោកមានប្រសាសន៍ថាសំណាញ់មេឃតែប្រជាជនអត់ដឹងទេស្អីទៅសំណាញ់មេឃតែពេលហ្នឹងបង្ហាញឲ្យបញ្យលបន្ថែមតាមសារព័ត៌មានអីចឹងទៅគាត់បានយល់អញ្ចឹងគាត់មានភាពកក់ក្ដៅពីមុនមកថាពេលសំណាញ់មេឃមិនដឹងសំណាញ់យ៉ាងម៉េចដបូលផ្ទះមិនដឹងអីមិនដឹងអញ្ចឹងទៅដល់ពេលហ្នឹងបង្ហាញបាទដល់ពេលបង្ហាញគាត់កក់ក្ដៅហើយណាមួយក៏ឲ្យដៃគូយើងបានដឹងដែរគូបដិបកយើងហ្នឹងប្រជាមិត្តយើងហ្នឹងពីព្រោះកាលណាគាត់បានដឹងទៅគាត់ក៏មានការគិតឡើងវិញដែរបាទគាត់អាចនឹងមិនរុលមកទៀតបាទអញ្ចឹងទៅយើងកាត់បន្ថយការច្បាំងគ្នាផ្ទាល់ដែរនេះជាចំណុចមួយដែលជាយុទ្ធសាស្ត្រល្អខ្ញុំសូមប្រើពាក្យហ្នឹងតែម្ដងបាទយើងឃើញថាពាក់ព័ន្ធទៅនឹងសាវតាទាំងអស់នេះគឺអាចជាគោលគំនិតមួយនៅក្នុងការពិចារណារបស់បងប្អូនប្រជាពលរដ្ឋរបស់យើងប៉ុន្តែទោះជាយ៉ាងណានៅក្នុងពេលបច្ចុប្បន្ននេះយើងឃើញមានចំណុចមួយដែលបងប្អូនប្រជាពលរដ្ឋរបស់យើងគួរតែចូលរួមដែរពាក់ព័ន្ធទៅនឹងការចែករំលែកបាទបំណងរបស់គាត់យើងឃើញថាចេតនាមួយចំនួននោះគឺជាចេតនាល្អទេគឺចង់បង្ហាញពីទុក្ខលំបាកពីការព្រួយបារម្ភអីជាដើមប៉ុន្តែពួកគាត់យល់អត់ដល់តាក់ទងទៅនឹងការសម្ងាត់របស់កងទ័ពបាទឃើញពួកគាត់ចូលចែករំលែករូបភាពអីផ្សេងដែលពួកគាត់នៅគៀកដែលពួកគាត់អាចទទួលបានរូបភាពហ្នឹងគឺគាត់ចែកចាយបន្តនៅក្នុងចំណុចនេះលោកបណ្ឌិតយល់ឃើញថានៅក្នុងនាមយើងស្រឡាញ់ជាតិពិតប្រាកដយើងគួរតែរួមគ្នារក្សាការសម្ងាត់ហើយជួយការលើកទឹកចិត្តដល់កងទ័ពរបស់យើងវិញតាមរបៀបណាដើម្បីជាការជួយពិតប្រាកដបាទជាការពិតគេថាការសម្ងាត់កងទ័ពនិងសន្តិសុខជាតិយើងត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈចូលរួមទាំងអស់គ្នាបាទចូលរួមទាំងអស់គ្នាណាហើយយើងបន្តចូលរួមជាមួយរដ្ឋាភិបាលដូចបច្ចុប្បន្នហ្នឹងក៏ប៉ុន្តែខ្ញុំនៅតែនិយាយទៀតថាចំណុចខ្លះឥឡូវហ្នឹងសូម្បីតែថៃក៏ដូចគ្នាដែរគឺដោយសារតែព័ត៌មានបណ្ដាញសង្គមដែលវា
វាងើបឡើងខ្លាំងហើយអញ្ចឹងទៅមានន័យថាវាកំពុងតែពេញនិយមខ្លាំងហើយប្រជាពលរដ្ឋកំពុងតែឈឺចាប់ខ្លាំងខឹងជាមួយបរទេសខ្លាំងអញ្ចឹងគាត់បែរជាមានកំណត់ថាគាត់ចង់បង្ហាញថានេះរដ្ឋាភិបាលយើងមានអញ្ចឹងហើយគាត់បង្ហាញគ្នាប៉ុន្តែបង្ហាញហ្នឹងគាត់មិនបានដឹងថាប្រចាំមិត្តក៏គេមើលឃើញទេបាទអញ្ចឹងចំណុចនេះវាមានវិជ្ជមាននិងអវិជ្ជមាននៅជាមួយគ្នាបាទប៉ុន្តែកន្លែងខ្លះសូមមានក្រមសីលធម៌ក្នុងការបង្ហាញឧទាហរណ៍ថាបង្ហាញកន្លែងខ្លះគេយករូបថតយោធិននៅកន្លែងផ្សេងឬក៏បរទេសមកហើយរូបព្រាលទៅហើយរូបដែលមិនសមបើគូគេថាហ្នឹងជារូបនៅខាងយើងអីចឹងទៅហើយយើងចេះតែ share តគ្នាបង្កើតទៅជាកំហឹងខឹងមករាជរដ្ឋាភិបាលខឹងទៅខាងកងទ័ពអីជាដើមអញ្ចឹងសូមពិចារណាយើងនិយាយត្រឡប់ទៅវិញថាពេលដែលយើងមានការលំបាកឬក៏យើងហៅថាមានទុកដែលសត្រូវប្រចាមិត្តធ្វើទុកបុកម្នេញយើងត្រូវតែពង្រឹងស្មារតីរឹងមាំនៅក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់ចំណុចទាំងអស់ដើម្បីតតាំងជាមួយបរទេសបើមិនចឹងទេយើងអាចសម័យទៅដែលខ្ញុំធៀបមួយសំទោសសម័យលង្វែកហ្នឹងដោយសារតែបរទេសហើយបរទេសកាលនោះគឺសៀមនឹងតែម្ដងបាទបំបាក់ស្មារតីទាំងស្មារតីជាតិនិយមទាំងស្មារតីផ្សេងនឹងមនសិការខ្មែរអស់អាលីងអស់ហ្មងបំបាក់អស់ហ្មងស្មារតីនៃជំនឿក៏ដូចគ្នាដែរអញ្ចឹងទៅយើងខ្មែរនៅពេលហ្នឹងលែងមានជំនឿលើឋានៈដឹកនាំអញ្ចឹងជឿទៅលើបោះទៅជឿទៅលើស្អីផ្សេងគុំអូមអាមអីចឹងទៅមានន័យថាបាត់បង់សមត្ថភាពទាំងស្រុងដូច្នេះវាឈានទៅមានបញ្ហាដូចត្រឡប់មកវិញយើងមិនដល់ចំណុចនេះទេយើងគ្រាន់ចង់បញ្ជាក់ថាស្មារតីជាមួយជាតិរឹងមាំជាមួយរដ្ឋាភិបាលរឹងមាំនេះគឺជាចំណុចគ្រឹះសំខាន់បាទហើយសូមបន្តស្មារតីនឹងតទៅទៀតបាទចូលរួមជាមួយរដ្ឋាភិបាលបើមិនបានអីក៏ជាកម្លាំងចិត្តដែរចូលរួមជាកម្លាំងចិត្តទៅដល់កងទ័ពជាមួយរដ្ឋាភិបាលយើងជាមួយគ្នាបាទកុំឲ្យមានបញ្ហាមនសិការដូចអ្នកនយោបាយមួយក្តាប់តូចបាទលោកបណ្ឌិតខ្ញុំមានមកសំណួរទៀតដោយសារតែពេលវេលាយើងជិតដល់ហើយបាទលោកបណ្ឌិតពាក់ព័ន្ធទៅនឹងការងារដែលរាជរដ្ឋាភិបាលដាក់ទៅ ICJ នេះយើងឃើញថាជាចំណុចដែលលោកបណ្ឌិតប៉ាន់ស្មានមើលថាតើកម្ពុជារបស់យើងទទួលបានផលជាវិជ្ជមានយ៉ាងណាខ្លះហើយតើថៃហ៊ានទៅជាមួយកម្ពុជាទេបាទរឿងហ្នឹងបាទទី1ចំណុចវិជ្ជមានគឺដូចយើងបាននិយាយខាងដើមដែររដ្ឋាភិបាលបានបង្ហាញមានលាតត្រដាងចេញមកថារដ្ឋាភិបាលមិនមានការបារម្ភភ័យខ្លាចទៅលើបញ្ហាហ្នឹងទេពីព្រោះរដ្ឋាភិបាលច្បាស់ណាស់ឯកសារគ្រប់គ្រាន់បាទអ្វីទាំងអស់គ្រប់គ្រងរឹងមាំនៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិគឺ ICJ តុលាការយុត្តិធម៌អន្តរជាតិនឹងបានបង្ហាញបែបនេះទី2បានធ្វើឲ្យប្រជាពលរដ្ឋបានជឿទុកចិត្តរាជរដ្ឋាភិបាលកាន់តែជឿទុកចិត្តខ្លាំងបន្ថែមទៀតទី3គឺចំណុចវិជ្ជមានដែរគឺគេហៅថាបានផ្ងំបញ្ហាជាតិនិយមទៅដល់ប្រជាពលរដ្ឋខ្មែរយើងមិនឲ្យមានការបែកខ្ញែកឬក៏ចេះតែសង្ស័យថារដ្ឋាភិបាលមិនទេបានមិនប្តឹងមិនទេក៏មិនបានបង្ហាញទស្សនៈច្បាស់លាស់ទៅលើបញ្ហាហ្នឹងបាទអញ្ចឹងចង់មិនចង់ដោយសម្ដេចធិបតីក៏សម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងថាថៃទៅឬមិនទៅតែខ្មែររៀបឯកសារទៅបាទរឿងថៃមិនទៅជារឿងរបស់ថៃតែកម្ពុជាត្រូវតែធ្វើបាទប៉ុន្តែបើត្រឡប់មកវិញបើនិយាយពីថាថៃទៅឬមិនទៅខ្ញុំឆ្លើយថាអត់ទៅខ្ញុំឆ្លើយពីដើមរួចហើយហេតុអីបានអត់ទៅពីព្រោះគាត់ដឹងថាគាត់ចូលខុសច្បាប់បាទគាត់គូសផែនទីឯកតោភាគីគាត់អត់មានចូលមកនេះណាបើយកផែនទីបារាំងមកគាត់ខុសហើយបាទគាត់ខុសច្រើនកន្លែងសារដើមខុសទាំងនៅព្រះវិហារទៅទៀតមិនបាច់ធ្វើថាខុសនៅមុំ3ទាំងទេបាទអញ្ចឹងទាំងអស់នេះគាត់មិនទៅទេទៅលើ ICJ ហ្នឹងប៉ុន្តែនិយាយបែបនេះមិនមែនថាចុះបើមិនទៅរដ្ឋាភិបាលប្រកាសទេរដ្ឋាភិបាលប្រកាសនេះគឺអត់អាស្រ័យលើថៃទេគឺយើងមានសមត្ថភាពមានលទ្ធភាពគ្រប់គ្រាន់អ្នកឯងមិនច្បាស់លាស់អ្នកឯងនៅតែបំពេញអូខេទៅច្បាប់អន្តរជាតិជាមួយគ្នាបាទប៉ុន្តែបើអ្នកឯងមិនព្រមរឿងរបស់អ្នកឯងប៉ុន្តែអ្នកឯងប្រើកម្លាំងរដ្ឋាភិបាលក៏ត្រូវមានលទ្ធភាពទប់ទល់កម្លាំងបានដូចគ្នាបាទយើងការពារតែទឹកដីរបស់យើងទេយើងអត់ទៅច្បាំងដើម្បីយកទឹកដីមកវិញថែមឯណាទេអត់មានទេពីព្រោះ
កម្ពុជាតែងតែគោរពច្បាប់អន្តរជាតិមរតកនិងមរតកអាណានិគមបានមិនសល់ឲ្យបាទបើយើងមិនគោរពអានេះគឺយើងបាត់បង់សណ្ដាប់ធ្នាប់មិនមែនតែសណ្ដាប់ធ្នាប់ជាតិទេគឺសណ្ដាប់ធ្នាប់ពិភពលោកតែម្ដងដែលធ្វើឲ្យសង្គ្រាមកើតឡើងកាលណាពួកយើងមិនទទួលស្គាល់មានថាត្រូវច្បាំងយកដីថែមទៀតបាទអញ្ចឹងសួរថាអ្នកណាកាត់ក្តីឲ្យយើងបន្ថែមនឹងអត់មានទេអញ្ចឹងវាត្រូវបាត់បង់សណ្ដាប់ធ្នាប់ជាតិនិងសណ្ដាប់ធ្នាប់តំបន់និងពិភពលោកតាមរយៈការដែលយើងមិនគោរពច្បាប់អន្តរជាតិការដែលយើងមិនទទួលស្គាល់មរតកអាណានិគមអញ្ចឹងសូមសាធារណជនជ្រាបថាអានឹងឲ្យហៅថាមរតកអាណានិគមន័យថាមុនអាណានិគមចេញទៅមុនអាណាព្យាបាលចេញទៅគេបានគូសវាបន្ទាត់ព្រំដែនទុកឲ្យយើងរវាងបារាំងនិងសៀមកម្ពុជាបច្ចុប្បន្ននិងថៃបច្ចុប្បន្នហ្នឹងគឺមានហើយអញ្ចឹងប្រទេសទាំងពីរហ្នឹងចាំបាច់ត្រូវតែគោរពនៅវិធានអន្តរជាតិនិងមរតកប្រវត្តិសាស្ត្រនឹងឯងមិនអាចផ្សេងពីហ្នឹងឯងកុំទៅដូចសិទ្ធិលំថង្គល់ចង់វាយចូលអង្គរវត្តអីហ្នឹងគឺច្រឡំសម័យកាលហើយសូមឈប់គិតបែបហ្នឹងទៅបាទអរគុណច្រើនលោកបណ្ឌិតដោយសារថាពេលវេលាយើងមានកំណត់កិច្ចពិភាក្សារបស់យើងបានឈានដល់ទីបញ្ចប់ហើយសង្ឃឹមថាមានប្រធានបទថ្មីថែមទៀតនឹងអញ្ជើញលោកបណ្ឌិតបានចូលរួមចែករំលែកជាចំណេះដឹងក៏ដូចជាចំណេះដឹងប្រវត្តិសាស្ត្រជូនទៅដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សនិងអ្នកស្រាវជ្រាវដែលជាបទពិសោធន៍ថែមទៀតនៅពេលខាងមុខទូរទស្សនិកជនជាទីមេត្រីដោយសារថាពេលវេលារបស់យើងមានកំណត់ថ្ងៃនេះខ្ញុំបាទវណ្ណតារានិងលោកបណ្ឌិតយ៉ងពៅសូមអរគុណទូរទស្សនិកជនដែលតែងតែតាមដានទស្សនាកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ BTV ខ្ញុំបាទនិងលោកបណ្ឌិតសូមអរគុណនិងសូមជម្រាបលាបាទ